là ban trầm trâu đôi khi ní try chứ ăn tha try thì tries thì chúng ta ban đạp ban và tay. Hello everybody, nice to see you. And today's video we are going to learn about how to add IES to any verbs. Yeah, any verbs that are used with he, she, and it again in the simple present tense. Chẳng ngày đấy dương riêng nằm pi ca mình tham IES mình đo từ lựa kệ sắp cái line nào để nói chuyện với he, she, it nó phải chạy bọn cao thòng đà nữa. Xong mấy dương ra này pi rules cứ tiện toàn từ ca mình tham s hay những es ngày đấy dương riêng nằm pi ca mình tham IES mình đo nữa và ca mình tham IES trong part 2 này. Chẳngក្នុងការបន្ថែម ES នេះគេថែមមកពេលប្រើជាមួយ he, she, it. A rule here, verbs end in a consonant plus y. អញ្ចឹងគេថាកិច្ចសព្ទទាំងឡាយដែលវាបញ្ចប់ទៅដោយព្យញ្ជនៈហើយបន្ទាប់ពីព្យញ្ជនៈគឺអក្សរ y វាថាព្យញ្ជនៈបូក y បាទអញ្ចឹងយើងបដូរ y នឹងចេញណាបដូរ y នឹងចេញទៅជា I បដូរ y ដាក់ I អញ្ចឹងលុប y នឹងចោលហើយយើងដាក់ I មកហើយយើងបន្ថែម es និយាយចំលុប y ដាក់ IES ណាលុប y ដាក់ IES នឹងបណ្ដោយកាលណាវាបញ្ចប់ទៅដោយព្យញ្ជនៈបូកនឹងអក្សរ y ពាក្យហ្នឹងចុងនៃពាក្យហ្នឹងមានព្យញ្ជនៈមួយហើយបន្ទាប់មកអក្សរ y អញ្ចឹងយើងលុបព្យញ្ជនៈនឹងចោលលុបអក្សរ y នឹងចោលបន្ទាប់មកយើងបន្ថែម IES ណានិយាយចំលុប y ដាក់ IES ឧទាហរណ៍ក្នុងចំណុចមួយនេះ examples he studies English. He studies English. Actually, this word doesn't end in IES, right? អញ្ចឹងជាក់ស្ដែងគេអាស័ព្ទ study ហ្នឹងអត់មានបញ្ចប់ទៅដោយ IS អញ្ចឹងទេវាបញ្ចប់ទៅដោយអក្សរ y មែនអត់បងប្អូនអញ្ចឹងវាបញ្ចប់ដោយអក្សរ y study អញ្ចឹង study បញ្ចប់ដោយអក្សរ y ហ្នឹងណាបញ្ចប់ដោយអក្សរ y អញ្ចឹងបើបញ្ចប់ដោយអក្សរ y យើងតាមពួនមកគេថាម៉េចបើគេអាស័ព្ទនឹងបញ្ចប់ទៅដោយព្យញ្ជនៈនេះព្យញ្ជនៈអក្សរ d ព្យញ្ជនៈអក្សរ d ហើយគេថាអីគេបូកជាមួយអក្សរ y ជាអក្សរ y ព្យញ្ជនៈហើយអក្សរ y ព្យញ្ជនៈ consonant អញ្ចឹង consonant ហ្នឹងគឺព្យញ្ជនៈហ្នឹងឯងហើយបូកអក្សរ y អញ្ចឹងគេធ្វើម៉េចតែពីប្រើជាមួយ he, she, it ពាក្យហ្នឹងប្រើជាមួយ she, it យើងអត់ថែម s យកអញ្ចឹងទេណាអត់ថែម s យកទេអត់ត្រូវទេណាអត់ត្រូវទេអញ្ចឹងយើងត្រូវធ្វើម៉េចគេឲ្យយើងបដូរណាបដូរ y នឹងចេញដាក់ I បដូរ y ចេញដាក់ I ទើបយើងបន្ថែម es និយាយចំលុប y ចេញលុប y ចេញដាក់ IES អាហ្នឹងក្បួនមកគេណាបងប្អូនចាំអាហ្នឹងក្បួនមកគេអញ្ចឹងកន្លែងនេះ study ហ្នឹងយើងអានថា studies he studies English បើគេនិយាយថា he study English គេស្ដាប់បានអត់ស្ដាប់បានគេយល់ប៉ុន្តែវេយ្យាករណ៍វាមិនត្រឹមត្រូវទេបាទវេយ្យាករណ៍វាអត់ត្រឹមត្រូវទេបើគេអ្នកដឹងគេអ្នកចេះគេយល់គេស្ដាប់មកគេដឹងថាយើងនិយាយអត់ត្រូវទេណានិយាយត្រូវទេការសរសេរការប្រឡងគឺត្រូវមានអញ្ចឹងយើងរៀនយើងត្រូវដឹងបើយើងអត់រៀនគ្រាន់តែរៀនតែមិននិយាយធម្មតាទេអត់បញ្ហាទេអីទេណាមួយទៀត she tries to speak English she here is called a subject plus try verb 1អញ្ចឹង try នេះតាមពិតវាបញ្ចប់ទៅដោយអក្សរអីគេអក្សរ y try នេះ try បញ្ចប់អក្សរ y អញ្ចឹងបញ្ចប់ដោយអក្សរ y ប៉ុន្តែពីមុខ y ជាអីជា consonant នេះក្បួនមួយគេ consonant ព្យញ្ជនៈបូក y អញ្ចឹងព្យញ្ជនៈអក្សរ r ព្យញ្ជនៈអញ្ចឹងបូកអក្សរ y អញ្ចឹងយើងត្រូវលុប y ចេញដាក់ I ហើយបន្ថែម es ណាលុប y ដាក់ IS អញ្ចឹងដូចទៅក្នុងលើដែរដូចគ្នាទេត្រូវលុប y ចេញដាក់ IS ពេលណាពីមុខ y ជាព្យញ្ជនៈអក្សរ d អក្សរ r ព្យញ្ជនៈហើយខុសពី IOUE AIOUE ហ្នឹងអាហ្នឹងគឺជាព្យញ្ជនៈដែលយើងត្រូវលុប y ចេញដាក់ IES ណាបាទនេះយើងអានថា he studies English he studies English នេះ she tries to speak English យើងរៀនភាសាបរទេសយើងរៀនភាសាអង់គ្លេសយើងបញ្ចេញសំឡេងព្យញ្ជនៈរបស់ភាសានឹងឲ្យបានត្រឹមត្រូវបើយើងចេញបើយើងនិយាយថាដូចយើងអានអានេះអញ្ចឹងយើងអានធម្មតាshe try to speak English
she tried to speak English he study English អាហ្នឹងស្ដាប់បានប៉ុន្តែគាត់ថាការបញ្ចេញសម្លេងរបស់យើងអត់ទាន់បានត្រឹមត្រូវទេយើងរៀនភាសាបរទេសយើងបញ្ចេញសម្លេងតាមភាសារបស់គេបាទអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសរុបមកវិញម្ដងទៀតបងប្អូនចាំម្ដងទៀតអញ្ចឹងក្នុងការបន្ថែម IES ទៅលើកិច្ចសព្ទនៅក្នុងប្រយោគស្របពេលដែលកិច្ចសព្ទទាំងឡាយហ្នឹងប្រើជាមួយ he she it អញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវបើសិនជាកិច្ចសព្ទបញ្ចប់ទៅដល់អក្សរបញ្ចប់ដោយព្យញ្ជនៈបូក y យើងត្រូវលុប y ចេញបន្តមកទៀតធ្វើម៉េចថែម IES និយាយចំលុប y ដាក់ IES និយាយចឹងមកណាស្រួលយល់ស្រួលចាំណា Okay, thank you everybody for watching my video. I hope everybody enjoy watching my video. Let's watch in the next video tomorrow. Goodbye.